បើខ្ញុំកាលណាសូមនមស្ការថ្វាយបង្គំនៅជុំបីនៅពុទ្ធពធប្រសង្ឃទឹកខ្ពស់ពោះបាទសូមគោរពដល់ធរណធរៈគ្រប់ព្រះអង្គនិងញាតិបរិស័ទទាំងឡាយថ្ងៃនេះខ្ញុំកាលណាបានសូមចេញមកបកស្រាយអំពីរឿងមួយចំនួនដែលមានញាតិខ្លះគាត់ឆ្ងល់ថាតើស្លាប់ហើយកើតវិញដែរឬអត់ចឹងណាថ្ងៃនេះខ្ញុំនឹងមកបកស្រាយដើម្បីជាប្រយោជន៍ដល់អ្នកទាំងឡាយដែលថាស្លាប់ហើយកើតវិញនៅក្នុងសាសនាព្រះពុទ្ធសាសនារបស់យើងនេះគឺចង់និយាយថាស្លាប់ហើយកើតវិញក៏ត្រូវឬស្លាប់ហើយមិនកើតវិញក៏ត្រូវដែរវាអាស្រ័យទៅលើកម្មដែលយើងបានធ្វើនៅពេលពីអតីតរហូតមកដល់បច្ចុប្បន្នដោយសារស្លាប់វាមានដែលថាអ្នកដែលស្លាប់មិនកើតវិញដូចជាព្រះអរហន្តព្រះសម្មាសម្ពុទ្ធអីជាដើមនោះដែលគាត់គឺជាអរិយបុគ្គលជាបុគ្គលដ៏ប្រសើរដែលគាត់បានចូលព្រះនិព្វាននេះគាត់ស្លាប់ហើយមិនកើតវិញទេហើយដែលថាស្លាប់ហើយកើតវិញគឺធុជនយើងធម្មតានេះបាទដែលដោយសារយើងនៅមានអីគេកិលេសតណ្ហាបាទាននេះហើយចឹងព្រះអរហន្តឬក៏ព្រះសម្មាសម្ពុទ្ធគាត់អស់ហើយនៅកិលេសតណ្ហាបាទានអីហ្នឹងគាត់អស់ហើយគាត់អស់ពូជនៃការកើតទៀតហើយអញ្ចឹងគាត់ស្លាប់ទៅគាត់លែងកើតទៀតហើយគាត់ចូលព្រះនិព្វានហើយចំណែកនៅពុទ្ធជនយើងធម្មតាគឺនៅស្លាប់ហើយកើតមកវិញដោយសារយើងនៅមានពូជកម្មមានតណ្ហាកិលេសហ្នឹងឧបាទានកម្មហ្នឹងណាអញ្ចឹងធ្វើឲ្យយើងស្លាប់ហើយកើតវិញហើយអ្នកខ្លះទៅក៏គាត់បានធ្វើបុណ្យធ្វើទានទៅគាត់ប្រាថ្នាថាស្លាប់គាត់ណាជាតិក្រោយមិនឲ្យកើតមកជាអ្នករូបស្អាតអញ្ចឹងទៅអញ្ចឹងជាតិក្រោយគាត់នឹងបានស្អាតទៅតាមបុណ្យដែលគាត់បានធ្វើហ្នឹងអញ្ចឹងគាត់ស្លាប់ហើយកើតវិញតែមិនចេះតែប្រាថ្នានឹងបានទាំងអស់គ្នាទេដោយយើងធ្វើបុណ្យធ្វើទានមាននៅបុណ្យច្រើនដែរដូចគេថាស្លាប់ហើយកើតវិញនេះគឺថាកើតតណាទៀតកើតតណាពេលស្លាប់ហើយកើតតណាហើយរឿងកើតតណាហ្នឹងសូមបកស្រាយថាមិនដឹងថាកើតតណាដឹងតែកើតនៅក្នុង41ភពហ្នឹងអាស្រ័យទៅលើយើងជាមនុស្សនេះគឺជាអ្នកប្រព្រឹត្តបដិបត្តិថានឹងទៅណាឧទាហរណ៍ថាអ្នកខ្លះកើតមកជាមនុស្សក៏ពឹងតែរស់នៅជាមនុស្សហ្នឹងជាមនុស្សដែលមិនដឹងគុណចឹងទៅជាមនុស្សដែលមិនដឹងគុណម៉ែឪមិនដឹងគុណញាតិជិតខាងមិនគោរពម៉ែឪមិនគោរពញាតិជិតខាងជាមនុស្សដែលសង្គមស្អប់ពើមអញ្ចឹងមនុស្សដែលល្មើលគុណហ្នឹងមិនដឹងគុណដល់អ្នកមានគុណអញ្ចឹងស្លាប់ទៅតបាយភូមិហើយទៅខាងដេរិឆានហើយកើតទៅជាដេរិឆានអញ្ចឹងទៅជាសត្វអញ្ចឹងទៅណាអញ្ចឹងពីមនុស្សអាហ្នឹងហើយកើតវិញពីមនុស្សទៅកើតវិញអ្នកខ្លះកើតជាមនុស្សហ្នឹងសន្សំនៅគេហៅថាការលួចទ្រព្យសម្បត្តិកេងប្រវ័ញ្ចលួចទ្រព្យសម្បត្តិមិនចេះស្អាតមិនចេះគ្រប់គ្រាន់ណាពេលស្លាប់ជាមនុស្សទៅហើយទៅជាប្រែតអញ្ចឹងទៅនៅឋានប្រែតនោះឋានប្រែតហើយខ្វះខាតរហូតស៊ីមិនចេះឆ្អែតបាទហើយអ្នកខ្លះទៅនៅជាមនុស្សអញ្ចឹងទៅស្វ័យចិត្តនឹងការធ្វើអំពើអាក្រក់ដូចជាកាប់ចាក់សម្លាប់ខូខើចឹងណាពេលទៅពីមនុស្សទៅហើយហានរុកើតនៅក្នុងនរុហើយអ្នកដែលទោសៈខូខើហ្នឹងហើយអ្នកខ្លះទៀតសบายចិត្តណាក្នុងការធ្វើបាបឬក៏ចូលរួមធ្វើបាបគេចូលរួមឃើញគេធ្វើបាបក៏សบายចិត្តដែរទៅហើយកើតទៅជាអសុរកាយហើយហ្នឹង4ឋាន4នៅខាងក្រោមហ្នឹងណាមាននរុប្រែតដេរិឆានអសុរកាយនឹង4ហ្នឹងហើយអ្នកខ្លះកើតមកជាមនុស្សចេះដឹងនៅគុណធម៌ចេះដឹងនៅអំពើល្អដឹងអីល្អដឹងអីអាក្រក់គោរពចាស់ទុំមេត្តាបិតាចេះរក្សានៅសិល5ចាំសិល8អ្នកនោះហើយ
កើតមកជាមនុស្សហើយអាចឆ្លងទៅដល់ឋានទេវតាទៀតទៅឋានទេវតាមានឋានទេវតាបើថាយើងកើតមកជាមនុស្សអញ្ចឹងយើងដឹងណាថាយើងសន្សំយូរឲ្យល្អប្រសើរទៀតមានរក្សាសិល5អញ្ចឹងមកបាណាតិបត្តាអតនេទានាកាមេមូសានិងសូរាអញ្ចឹងទៅរក្សាសិល5បានល្អចាំសិល8ប្រកបជាមួយនឹងការសង្រួមបានល្អដឹងគុណមេត្តាបិតាដឹងចាស់ជរាដឹងខុសដឹងត្រូវរក្សាសិលធ្វើទានភាវនាអីណានេះស្លាប់ទៅតែងតែទៅឋានសួគ៌ហើយទៅឋានសួគ៌មួយណាទៅតាមអំណាចនៃការប្រព្រឹត្តរបស់យើងហ្នឹងមានឋានអីគេជន់ចាតុមហារាជការតាវតੰនៅកត្រៃត្រឹងហ្នឹងណាហើយយាមេតោសិតនិងមេនារតីបរារិមិត្តវសាវតីអីណាទៅតាមអំណាចកម្មរបស់យើងនីមួយៗដែលប្រព្រឹត្តទៅហ្នឹងអ្នកទៅក្រោមក៏ចេញពីមនុស្សទៅអ្នកទៅលើក៏ចេញពីមនុស្សទៅអញ្ចឹងសំខាន់កំឡុងពេលដែលកើតជាមនុស្សហ្នឹងយើងត្រូវដឹងថាខ្លួនឯងចង់ទៅក្រោមឬក៏ចង់ទៅលើទៅចំណែកអ្នកខ្លះទៀតគិតថាមិនចង់មានការប្រកួតប្រជែងមិនចង់មានការចំណាយនិន្ទាចង់ស្ងប់ស្ងាត់ចង់រកទៅកន្លែងសមាធិស្ងប់ស្ងាត់លះបង់នៅការចង់បានចំណាយនឹងទៅសមាធិអីទៅពេលដែលស្លាប់ទៅហើយកើតទៅជាព្រំ16ជាន់ហ្នឹងណារូបព្រំ16ជាន់អញ្ចឹងទៅហើយអ្នកខ្លះទៀតឃើញដឹងនៅរូបកាយមួយនេះវាមិនល្អក៏លះបង់រូបកាយហ្នឹងទៅរកផ្លូវសច្ចៈទៅដល់រកផ្លូវធម៌សន្សំបុណ្យសមាធិអញ្ចឹងទៅស្អប់ខ្ពើមនៃរូបកាយមួយនេះអញ្ចឹងទៅសន្សំបុណ្យដល់ទៅកើតទៅជាអរូបព្រំ4ជាន់នៅលើនោះទៀតអញ្ចឹងអរូបព្រំ4ជាន់រូបព្រំ6ជាន់វា20ជាន់ហើយខាងតើឋានទេវតាវាមាន6ជាន់អញ្ចឹងទៅហើយឋានយើងនេះទេវតាឋានយើងមនុស្ស1ជាន់អញ្ចឹងទៅឋានអបាយភូមិ4ជាន់ទៀតអញ្ចឹងទៅវាបូកចូលមកមាន31ជាន់ហើយសរុបទៅត្រូវដឹងថាចង់និយាយថាស្លាប់ហើយកើតវិញក៏បានស្លាប់ហើយមិនកើតវិញក៏បានអាស្រ័យទៅលើកម្មដែលយើងប្រព្រឹត្តហើយកើតមកជាមនុស្សនេះត្រូវដឹងថាយើងកំពុងតែដើរលើផ្លូវស្ពានមួយហើយតែយើងដើរខុសធ្លាក់ទៅក្រោមយើងដើរត្រូវដើរបានឡើងលើបាននៅសេចក្តីសុខចឹងទៅឋានមនុស្សគឺជាឋានមួយដែលល្អហើយដែលយើងអាចសន្សំបើសិនជាយើងធ្វើអាក្រក់យើងនឹងរងទុក្ខនៅឋានអបាយភូមិបើសិនជាយើងធ្វើល្អយើងនឹងទៅសោយសុខនៅឋានសួគ៌អញ្ចឹងយើងសម្រេចចិត្តខ្លួនឯងទៅហើយជាចុងនៃវីដេអូនេះសូមរំលឹកក្រៅរំលឹកដល់បងប្អូនទាំងអស់គ្នាសូមអស់លោកជួយថែរក្សាសុខភាពទាំងអស់គ្នារៀងៗខ្លួនណាកុំភ្លេចពីខ្ញុំអីនេះមិនមែនជាសារៈល្អទេឈឺដែរណាឆ្នាំនេះឆ្នាំមានទៀតហើយគឺនេះយកមកពីកូរ៉េអានេះស្លឹកឆ្នាំណាយិនសិននេះហើយនេះក៏ឆ្នាំដែរដាក់មកហើយយកប៉ុណ្ណឹងសោះហ្នឹងណាឈឺស្ដាច់ឈឺហើយនេះទៅតែជាឆ្នាំចូលវាអាចជុះនេះឆ្នាំក៏មកសុខភាពយិនសិនអីដាក់បជាហើយនេះសូមបងប្អូនថែរក្សាសុខភាពដើម្បីថែរក្សាសុខភាពមានញ៉ាំឲ្យបានត្រឹមត្រូវកុំញ៉ាំអាហារដែលមិនល្អកុំញ៉ាំមកហួសហេតុកុំញ៉ាំហួសពេកសុខចិត្តញ៉ាំតិចហើយច្រើនពេលតើទៅញ៉ាំឲ្យគេងឲ្យបានគ្រប់គ្រាន់គេបានគ្រប់គ្រាន់ហើយគឺហាត់ប្រាណណាសាហាត់ប្រាណចំណាយពេលហាត់ប្រាណតិចដើម្បីសុខភាពរបស់យើងផងដែរហើយមានកត្តាផ្សេងទៀតរួមផ្សំបីកាត់បន្ថយស្ត្រេសកាត់ថយអីនោះដែរអូមានកត្តាច្រើនណាស់ដោយសារការពិចារណាទៅអស់លោកឃើញអូខេវីដេអូខ្ញុំប៉ុណ្្នឹងទេសូមឲ្យអ្នកទាំងឡាយបានក្តីសុខស្តីចម្រើនសុខសប្បាយទាំងអស់គ្នាបាទសាធុ